មកដល់នៅអ្នកគាំទ្រតាតានអមីរបស់ Scotland សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 បានធ្វើឲ្យទីក្រុង Boston មានភាពអ៊ូអរយ៉ាងខ្លាំងដោយសារតែការរងចាំអស់រយៈពេលជិត30ឆ្នាំដើម្បីបានឃើញក្រុមរបស់ពួកគេនៅ World Cup សាជាថ្មីអ្នកគាំទ្រ Scotland រាប់ម៉ឺននាក់បានធ្វើដំណើរទៅកាន់ទីក្រុងនេះហើយបាននាំមកនូវបរិយាកាសដ៏រីករាយចំណុចគួរឲ្យចាប់អារម្មណ៍បំផុតគឺកម្រិតនៃការទទួលទានស្រាបៀររបស់ពួកគេបានធ្វើឲ្យបារនិងភោជនីយដ្ឋានជាច្រើនក្នុងទីក្រុង Boston ស្ទើរតែអស់ស្តុកស្រាបៀរម្ចាស់បារមួយចំនួនរាយការណ៍ថាការលក់ស្រាបៀរកើនឡើងរហូតដល់4ដងបើធៀបនឹងថ្ងៃធម្មតាហើយខ្លះទៀតថែមទាំងលើសពីកម្រិតនៃការលក់ក្នុងអំឡុងពេលបុណ្យ Patrick Day ទៅទៀតភោជនីយដ្ឋានមួយចំនួនត្រូវបានរៀបចំការដឹកជញ្ជូនស្រាបៀរជាបន្ទាន់ដើម្បីបំពេញតម្រូវការដែលមិនធ្លាប់មានពីមុនមកអាជ្ញាធរទីក្រុង Boston ក៏បានសម្រេចចិត្តពន្យាពេលបើកបាររហូតដល់ម៉ោង3ទៀបភ្លឺដើម្បីសម្រួលដល់អ្នកគាំទ្រទាំងនោះផងដែរទោះបីជាមានការខ្វះខាតស្រាបៀរខ្លះៗក៏ដោយប៉ុន្តែអ្នកស្រុក Boston បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះអ្នកគាំទ្រ Scotland ដោយសារតែអាកប្បកិរិយាដ៏ល្អនិងភាពរួសរាយរបស់ពួកគេដែលបាននាំមកនូវថាមពលវិជ្ជមានមកកាន់ទីក្រុងមួយនេះក្រុម Scotland បានចាប់ផ្ដើមព្រឹត្តិការណ៍នេះយ៉ាងល្អដោយយកឈ្នះក្រុម Haiti 1-0ដែលជាជ័យជំនះ World Cup លើកដំបូងរបស់ពួកគេក្នុងរយៈពេល36ឆ្នាំមកនេះហើយនេះដែរគឺជាមូលហេតុចម្បងដែលធ្វើឲ្យតាតានអមីរបស់ Scotland មានការអបអរសាទរយ៉ាងខ្លាំងក្លាបែបនេះ